និយាយពីថាពេលវេលាដើរលឿនដោយអាមិចងាកដាច់មួយខែទៀតឥឡូវហើយបងប្អូននេះខ្ញុំបង្ហាញមុខម្ហូបសម្រាប់អ្នកដាច់លុយតែរសជាតិដូចផ្កាយ5អញ្ចឹងនេះបង្ហាញពីវិធីធ្វើពងទាស្រែជ្រក់ងាយបងប្អូនអាចធ្វើបាននៅផ្ទះដោយខ្លួនឯងដំបូងខ្ញុំប្រើស្ករ50 ក្រាមយកទៅកម្លោចវាឲ្យឈ្ងុយចាក់ទឹកត្រីចំនួន100 មីលីលីត្រនិងទឹកដាំពុះចំនួន100 មីលីលីត្រចុងក្រោយខ្ញុំលួចប្រើប៊ីចេងចំនួន1លាបព្រាកាហ្វេឥឡូវយើងចាប់ផ្ដើមមកហាន់ខ្ទឹមក្រហមខ្ទឹមសម្ទេសនិងស្លឹកខ្ទឹមបងប្អូនដែលឮគេថាអត់ពងទាជ្រក់ហ្នឹងញ៉ាំទៅរសជាតិដូចក្តាមជ្រក់អញ្ចឹងអាខ្លាញ់វាហើយស៊ីសងលើបងប្អូនធ្វើដែរទេដល់បងប្អូនធ្វើត្រូវបានរសជាតិវាដូចគ្នាចំណុចស្លាប់រស់នៃការធ្វើមុខម្ហូបនេះគឺការបែងចែកសុទ្ធសចេញពីសុទ្ធក្រហមឲ្យបានស្អាតបងប្អូនអាចមើលបានបងប្អូនត្រូវយកចំណុចកន្លែងនេះចេញឲ្យបានស្អាតបងប្អូនយកចេញអត់ស្អាតទេគឺឆ្អាបតែម្ដងបងប្អូនត្រូវធ្វើបែបនេះរហូតតតែអស់សុទ្ធបងប្អូនធ្វើឲ្យបងប្អូនត្រូវផ្អាប់ទុកយ៉ាងណាក៏រយៈពេល8ម៉ោងដល់12ម៉ោងដែរបងប្អូនបន្ទាប់ពីខ្ញុំរងចាំរយៈពេល12ម៉ោងហើយគឺពងទាជ្រក់យើងគឺល្មួតខ្លាំងល្អមែនទែនញ៉ាំទៅអត់តលាន់ទេបងប្អូនដាក់មួយហើយមួយទៀតជាតិវិញគឺប្រៃផ្អែមល្មមតែម្ដងបងប្អូនដែលតលាន់ពងទាចៀនពងទាស្ងោរហ្នឹងអាចសាកធ្វើពងទាជ្រក់មួយមុខនេះបានអរគុណបងប្អូនទាំងអស់គ្នាបាយធ្វើទឹកប្រេងខ្យងដែលមានរសជាតិឈ្ងុយឆ្ងាញ់យើងយកទៅឆាយហ្នឹងគឺត្រូវតែម្ដងទឹកប្រេងខ្យងមានច្រើនប្រភេទណាបងប្អូនមានទឹកប្រេងខ្យងបែបបុរាណទឹកប្រេងខ្យងបែបទំនើបមានទឹកប្រេងខ្យងបន្លែធម្មតានិងសុខភាពថ្ងៃនេះខ្ញុំលើកយកទឹកប្រេងខ្យងបែបធម្មតាធ្វើជូនបងប្អូនទាំងអស់គ្នាមើលបងយើងកោស oyster យើងយកទៅលាងសម្អាតជាមួយនឹងម្សៅនិងអំបិលឲ្យបានស្អាតបើយើងអត់យក oyster នឹងទៅលាងមួយអំបិលមួយម្សៅអីទេអូស្អីតែកតិចបងប្អូនហើយបងប្អូនអាចមើលបានលាង oyster មួយម្សៅអញ្ចឹងទៅវាចូលបានគ្រប់កលុកកលៈរបស់គ្រាប់ oyster ហ្មងបងប្អូនពេលយើងយកទៅធ្វើម្ហូបទៅក៏វាសុវត្ថិភាពដែរញ៉ាំទៅវាស្និទ្ធមាត់ oyster នេះយើងលាង3 4ទឹកទៅបងប្អូនធ្វើមិនឲ្យវាស្អាតលាង oyster នេះយើងថ្នមដៃតិចទៅបងប្អូនតមកទៀតយើងចាប់ផ្ដើមមកហាន់ខ្ញីខ្ទឹមក្រហមខ្ទឹមសហើយ oyster ដែលយើងបានលាងសម្អាតហើយយើងត្រូវយកវាមកថ្លឹងត្រូវយកវាទៅគុណនឹង2ជាមួយនឹងទឹកខ្ញុំបានបង្ហាញបងប្អូន oyster មិញហ្នឹងមាន165 ក្រាមចឹងខ្ញុំគុណនឹង2ទៅវាបាន330 ក្រាមបងប្អូនត្រូវយកទៅរំងាស់នឹងភ្លើងតិចបំផុតដើម្បីឲ្យវាចេញជាតិបានល្អ oyster នេះត្រូវការចំណាយរយៈពេល40ទៅ50នាទីដែរបងប្អូនតមកទៀតយើងកម្លោចស្ករសឲ្យបានឈ្ងុយល្អនិងឲ្យបានពណ៌ក្រហមស្អាតយើងក៏ចាក់ទឹក oyster ដែលយើងបានរំងាស់នោះចូលហើយយើងក៏ចាប់ផ្ដើមកូរវាទៅបងប្អូនរូបមន្តនិងបរិមាណទឹកប្រេងខ្យងនេះខ្ញុំនឹងសេដាក់ជូនបងប្អូនទាំងអស់គ្នានៅក្នុង comment ការធ្វើទឹកប្រេងខ្យងនេះអត់បានហ្នឹងគឺម្សៅពោតហ្នឹងហើយបងប្អូនដើម្បីធ្វើឲ្យវាខាប់ហ្នឹងបងប្អូនអាចមើលពីកំហាប់ទឹកប្រេងខ្យងដែលខ្ញុំបានធ្វើជូនបងប្អូនទាំងអស់គ្នាមើលនេះថាវាមិនរាវពេកហើយក៏មិនខាប់ពេកដែរបងប្អូនយកទៅដាក់ឆាយហ្នឹងគឺត្រូវម៉ាត់តែម្ដងថ្ងៃនេះខ្ញុំមកបង្ហាញរូបមន្តគ្រឿងម្ទេសចិនជូនបងប្អូនសាកធ្វើទាំងអស់គ្នាបើយើងមានតែ1គីឡូទុកនៅផ្ទះយើងឆាបន្លែឆាសាច់មីស្រស់កាទៀវស្រស់អីហ្នឹងអូឆ្ងាញ់អស់ស្ទះហើយចំណាយគ្រឿងផ្សំក៏មិនពិបាករកដែរបងប្អូនមានពុយកាក់ឈើអែមខ្ទឹមសខ្ទឹមក្រហមនិងខ្ញីសម្រាប់បរិមាណប្រេងថ្ងៃនេះខ្ញុំប្រើចំនួន600 មីលីលីត្រពិសេសបងប្អូនត្រូវរើសប្រេងណាដែលល្អសម្រាប់សុខភាពបងប្អូនប្រេងយើងដាំបានក្តៅយើងចាប់ផ្ដើមដាក់បំពងខ្ទឹមសមុនគេតែយើងអត់យកវាក្រហមពេកទេខ្លាចវាខ្លោចក៏ចាប់ផ្ដើមបំពងខ្ទឹមក្រហមបន្តទៀតគ្រឿងម្ទេសនេះសំខាន់យើងត្រូវធ្វើម៉េចឲ្យប្រេងយើងវាឈ្ងុយតែប្រេងយើងឈ្ងៀមចប់ហើយបងប្អូនទៅយើងត្រូវថែភ្លើងវាបន្តិចបងប្អូនមើលតែស្លឹកខ្ទឹមវារៀងប្រែពណ៌មកក្រហមយើងចាប់ផ្ដើមលើកវាចេញមកឥឡូវក៏យើងចាប់ផ្ដើមដល់វគ្គលាយគ្រឿងយើងចាប់ផ្ដើមដាក់ម្ទេសហុយតែកូរ៉េល្ងខ្ទឹមសខ្ទឹមក្រហមខ្ញុំបន្ថែមស្ករម៉ាឡាព្រាបាយប្រេងខ្យងម៉ាឡាព្រាបាយប្រេងល្ងបន្តិចនិងសណ្តែកដីហើយជាចុងក្រោយយើងក៏ចាប់ផ្ដើមចាក់ប្រេងចូលក្នុងគ្រឿងម្ទេសរបស់យើងហើយយើងក៏ចាប់ផ្ដើមកូរវាឲ្យចូលជាល្បាយតែមួយសម្រាប់ពណ៌គ្រឿងម្ទេសរបស់យើងគឺស្រស់ស្អាតខ្លាំងមែនទែនបងប្អូនក្រហមឆ្អិនឆ្អៅតែម្ដងហើយសម្រាប់រសជាតិវិញគឺប្រៃផ្អែមល្មមនិយាយពីក្លិនវិញបងប្អូនគឺឈ្ងុយជាប់ច្រមុះតែម្ដងបងប្អូនទាំងអស់គ្នាបាយបងខ្ញុំសូមឲ្យបងបង្រៀនធ្វើទឹកម្ទេសអូខេជូនតាសនំពោថ្ងៃមុនខ្ញុំបានបង្រៀនបងប្អូនពីរបៀបធ្វើគ្រឿងម្ទេសចិនរួចមកហើយថ្ងៃនេះខ្ញុំបង្រៀនបងប្អូនពីរបៀបធ្វើទឹកម្ទេសម្ដងម្ទេសជាគ្រឿងផ្សំមួយប្រភេទដែលមិនអាចខ្វះបាននៅក្នុងចក្រានបាយបងប្អូនត្រូវការឆាអីគឺត្រូវការប្រើទឹកម្ទេសនឹងឯងពេលខ្លះយើងយកទឹកម្ទេសនឹងទៅស្រូបមួយបាយដាក់មួយទឹកស៊ីអ៊ីវតិចនឹងក៏ឆ្ងាញ់អស់ស្ទះដែរនិយាយពីរបៀបធ្វើវិញក៏មិនពិបាកធ្វើដែរបងប្អូនមុនដំបូងយកម្ទេសម៉ាឡេនឹងទៅឆ្កឹះគ្រាប់ចេញពាក់កណ្ដាលទៅម្ទេសម៉ាឡេពាក់កណ្ដាលទៀតយើងមិនបាច់យកគ្រាប់ចេញទេបងប្អូនយើងក៏បន្តដាក់ម្ទេសផ្លោកក្រហមពេញប៉ោះខ្ទឹមបារាំងនិងខ្ទឹមសនួនដែលខ្ញុំដាក់ចូលទាំងអស់ហ្នឹងគឺ600 ក្រាមអញ្ចឹងខ្ញុំប្រើទឹកចំនួន300 មីលីលីត្រយើងកិនវាឲ្យយូរតិចទេបងប្អូនដើម្បីឲ្យវាម៉ត់បានល្អហើយយើងចាប់ផ្ដើមយកវាទៅត្រងម្ដងទៀតត្រងនេះដែរគឺយើងយកតែទឹកទេបងប្អូនសម្រាប់ការម្ទេសហ្នឹងគឺយើងយកទៅធ្វើម្ទេសជូរនិងទឹកជ្រលក់មាន់អំពងហើយការត្រងនេះដែរបងប្អូនត្រូវត្រងយ៉ាងណាក៏2ទៅ3ដងដែរដើម្បីឲ្យវាអស់កាកចេញពីទឹកហ្នឹងសម្រាប់យើងយកទៅធ្វើទឹកម្ទេសដែលយើងបានត្រងហើយហ្នឹងមានចំនួន500 មីលីលីត្រអញ្ចឹងយើងយកវាទៅដាំម្ដងទៀតដើម្បីថែមគ្រឿងប្រើទឹកខ្មេះចំនួន25 មីលីលីត្រទឹកសុទ្ធចំនួន25 មីលីលីត្រអំបិល60 ក្រាមនិងស្ករ30 ក្រាមជាចុងក្រោយខ្ញុំប្រើម្សៅពោតចំនួន10 ក្រាមនិងទឹកសុទ្ធបន្តិចហើយយើងយកកូរវាហើយយើងចាក់ចូលក្នុងនឹងតែម្ដងបងប្អូនអាចសាកវិធីធ្វើទឹកម្ទេសមកប្រភេទនេះបានគឺមានរសជាតិឆ្ងាញ់ឈ្ងុយតែម្ដងនិយាយពីកំហាប់ទឹកម្ទេសវិញគឺដូចទឹកម្ទេសផ្ទះលេខ 2 អញ្ចឹងបងប្អូនហើយសម្រាប់រសជាតិទឹកម្ទេសគឺយើងយកប្រៃជូរបែកផ្អែមបន្តិចបើបងប្អូនចង់ឲ្យខ្ញុំបង្រៀនធ្វើអីទៀតបងប្អូនអាចខមមិននៅខាងក្រោមបានបងជួយបង្ហាញគ្រឿងផ្សំគ្រឿងម្ទេសឆាបន្តិចផងអូខេបងជូនតាសនំពោគ្រឿងម្ទេសឆាមានគ្រឿងផ្សំរហូតដល់
5-10 មុខបងប្អូនដូចជាសណ្តែកដីខ្ទឹមក្រហមខ្ទឹមសលខ្ទឹមខ្ញីតមកទៀតមានល្ងផ្កាច័ន្ទឈើអែមម្ទេសម្ទេសកូរ៉េតមកទៀតមានប្រេងមានស្ករមានប្រេងខ្យងមានប្រេងល្ងនិងជីវ៉ាន់ស៊ុយតែខ្ញុំបានរីដាក់លើតុបងប្អូនរូបមន្តគ្រឿងម្ទេសឆានេះខ្ញុំមានលាក់លៀបបងប្អូនមានដូចជាខ្ទឹមក្រហមល្ងអីហ្នឹងគឺយើងត្រូវលីងថ្មីតែម្ដងហើយបើបាត់គ្រឿងផ្សំណាមួយក្នុងចំណោម15មុខហ្នឹងក៏វាមិនសូវឆ្ងាញ់ដែរបងប្អូនហើយវាមិនសូវឈ្ងុយទៀតបើបងប្អូនចង់រៀនសាកធ្វើគ្រឿងម្ទេសឆានេះខ្ញុំនឹងតម្លាក់ link វីដេអូដែលខ្ញុំបង្រៀនពីលើកមុនជូនបងប្អូននៅក្នុង comment មិនមែនជារឿងអីធំដុំទេបងប្អូនដែលត្រូវលាក់បាំងគ្រឿងផ្សំបងប្អូននៃការធ្វើគ្រឿងម្ទេសឆានេះព្រោះបងប្អូនខ្លះគាត់នៅផ្ទះគាត់មានពេលទំនេរច្រើនអញ្ចឹងគាត់អាចសាករៀនធ្វើបានហើយបងប្អូនខ្លះទៀតគាត់រវល់ធ្វើការរវល់អីអញ្ចឹងបងប្អូនអញ្ចឹងគាត់អាចកំងទិញពីខ្ញុំបានការដាំប្រេងឲ្យឈ្ងុយក៏ជាចំណុចសំខាន់បំផុតនៃការធ្វើគ្រឿងម្ទេសឆាដែរបងប្អូនតែយើងដាំប្រេងយូរវាឈ្ងៀមនឹងយើងញ៉ាំអត់កើតទេហើយបងប្អូនខ្ញុំជួយចុច follow ខ្ញុំម្នាក់មួយផងថ្ងៃច័ន្ទខ្ញុំមាន giveaway លេងទៀតហើយប្រយ័ត្នលេងអត់តាន់គេទៀតហើយយើងងាកមកមើលគ្រឿងម្ទេសឆារបស់យើងវិញម្ដងគឺខាប់ក្ដឹសតែម្ដងឥឡូវយើងងាក